នេះហើយគឺជាកម្លាំងសាមគ្គីរបស់ប្រជាជនកម្ពុជាតបជួរមុខគាត់ប្រយុទ្ធដើម្បីការពារទឹកដីនិងប្រជាជនកម្ពុជាយើងនៅក្នុងប្រទេសយើងត្រូវតែជួយគ្នាទាំងអស់គ្នាដើម្បីជួយទៅកាន់ពួកគាត់វិញយើងងាកទៅមើលបងប្អូនប្រជាពលរដ្ឋដែលគាត់ចេញពីតំបន់ក្រហមពួកគាត់ចេញមកពួកគាត់អត់បានត្រៀមសម្ភារៈអីច្រើនមកទេបងប្អូនទាំងអស់គ្នាជាពិសេសដូចជាកៅអៅរបស់ហូបចុកអីជាដើមហេតុនេះយើងនៅក្នុងប្រទេសយើងរួមគ្នាទាំងអស់គ្នាបងប្អូនណាអ្នកខ្លះមានខោមានអាវមានមុងមានហួយមានរបស់ហូបចុកអីផ្សេងៗហ្នឹងបងប្អូនអាចបរិច្ចាគបានទៅតាមកន្លែងណាដែលគេទទួលបរិច្ចាគហើយថ្ងៃនេះក្រុមការងារពួកខ្ញុំបានយកអាវដើម្បីជូនដល់ប្រជាពលរដ្ឋដែលគាត់ជាជនភៀសសិស្សហើយជាពិសេសក្នុងខែនេះគឺខែត្រជាក់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់បរិច្ចាគដែលតាដឹងបរិច្ចាគនៅណាបងប្អូនអាចមើលតាមនេះបានហើយពួកខ្ញុំមកនេះគឺនៅខាង Eat Mall ណាបងប្អូនពួកគាត់ទទួលសម្ភារៈអីក៏ទទួលដែរមិនថារបស់ហូបចុកឬក៏សម្ភារៈអីផ្សេងៗមានខោមានអាវមានមុងមានភួយអីក៏ពួកគាត់ទទួលដែរទាំងសាមគ្គីរបស់ប្រជាពលរដ្ឋដើម្បីជាការលើកទឹកចិត្តដល់កងទ័ពរបស់យើងដើម្បីជាការជួយសម្រួលដល់ការទុកលំបាកដល់គ្រួសាររបស់កងទ័ពនិងបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ចេញមកពីតំបន់ក្រហមដែលជាជនភៀសសិស្សពួកគាត់មានជួបទុកលំបាកជាងយើងខ្លាំងណាស់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយគ្នាទាំងអស់គ្នាបងប្អូនណាហើយយើងមាន100ក្តី200ក្តី500ក្តី1000ក្តី2000ក្តីពួកយើងអាចចូលរួមបានទាំងអស់គ្នា